សូមជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមបង្ហាញអំពីរបៀបនៃការឆែកឈ្មោះមើលបន្ទូរបស់យើងដែលប្រឡង EPS topic ហ្នឹងឆែកទោះបីជាជាប់ក្តីខ្លះក្តីក៏យើងដឹងបន្ទូរបស់យើងដែរឥឡូវតាមដានអ្នកគ្នារបៀបនៃការឆែកគឺយើងដំបូងចូលកម្មវិធីបើកអ៊ីនធឺណិតមកទូរស័ព្ទយើងត្រូវចូលអ៊ីនធឺណិតមកចុចកន្លែងអ៊ីនធឺណិតនេះមកបាទហើយមកទៀតយើងកន្លងលើយើងវាយ www 3 ដងចេញមក dot hod korea dot or dot kr ទីមកយើងចុចចូលទៅកាន់គេហទំព័រហ្នឹងទៅបាទក្រោយមកទៀតគឺចេញទាំងបែបនេះមកហើយវាចេញទាំងបែបនេះមកហើយនេះអូសមកក្រោមមកអូសមកក្រោមនេះមកយើងយកពាក្យយើងយកនេះរូបមួយនេះខ្ញុំប្រិយធំមកមើលស្រួលស្រួលមើល 외국인 고용 허가제 ចុចលើហ្នឹងមកបាទដល់ពេលចុចកន្លែងរូបមិញនេះហើយគឺមកដល់ផ្ទាំងមួយនេះមួយទៀតដែលគេដាក់ថាអង់គ្លេសក៏មានភាសាកូរ៉េក៏មានគេដាក់ថា test result យើងចុចកន្លែង test result នេះមកនេះខ្ញុំប្រិយឲ្យធំមកមើលទាំងអស់គ្នាមើលតើកន្លែង test result ដើម្បីដល់ test result ខ្ញុំបង្ហាញម្ដងទៀតកុំពួកខ្ញុំខ្លាចលឿននេះពេកអញ្ចឹងមើលអត់ទាន់អញ្ចឹងហើយពីចូលផ្ទាំងទី1គឺចេញផ្ទាំងបែបនេះយើងវាយគេហទំព័រណា www.hodkorea.or.kr នេះមកគឺយើងអស់មកក្រោមនេះមកគឺមានផ្ទាំងបែបនេះគឺចេញយើងចុចលើរូបបែបនេះរូបផែនដីមួយនេះមកគេដាក់ថា 외국인 고용 허가제 យើងចុចលើកន្លែងរូបផែនដីនេះមកបាទហើយមកទៀតគេដាក់ថា test result យើងចុចកន្លែង test result នេះមកបាទមើលតន់សូមបង្ហាញម្ដងទៀតនេះកន្លែងចេញផ្ទាំងទី2គឺផ្ទាំងបែបនេះហើយយើងបរិចមកយើងមើលនេះនៅខាងឆ្វេងដៃនេះគេដាក់ថា test result យើងចុចកន្លែង test result នេះមកបងកន្លែងនេះយើងរាប់ពីលើចុះផងក៏បានដែរបើយើងបាក់ជាមើលវិសាអញ្ចឹងយើងចុចទី1ទី2ទី3យកជួទី3ចុចកន្លែងនេះមកជួទី3មកបាទហើយដល់កន្លែងនេះគឺជាកន្លែងចេញលទ្ធផលឥឡូវអត់ទាន់មានលទ្ធផលទេតែយប់នេះគឺចេញហើយម៉ោងនៅកម្ពុជាជាទូទៅគឺចេញម៉ោង12យប់ថ្ងៃទី13តែនៅប្រទេសកូរ៉េគឺខុសគ្នារវាងកម្ពុជា2ម៉ោងអញ្ចឹងវាជានៅកម្ពុជាចេញម៉ោង10មកទៅ10ជាងនេះគឺម៉ោង10ឲ្យឆែកឃើញតាមដែលខ្ញុំគិតណាពួកអីរាល់ដងគឺបែបហ្នឹងបើនៅប្រទេសកូរ៉េគឺថ្ងៃទី13ហើយគឺម៉ោង12ហើយតែនៅប្រទេសកម្ពុជាយើងទៅតែម៉ោង10ទី12ហើយពួកអីខុសគ្នា2ម៉ោងបាទឥឡូវដល់កន្លែងនេះបើសិនជាមានប្រទេសកម្ពុជាយើងគេដាក់ថា Cambodia នៅជួរខាងលើនេះបាទឥឡូវករណីយើងឆែកមើលបន្ទុករបស់យើងគឺយើងចេញទាំងបែបនេះទាំងទី3នេះចេញមកហើយគឺយើងត្រូវចុចកន្លែងនេះមើលខាងឆ្វេងនេះមកនេះគេដាក់ថាសងចុះហេចុចកន្លែងនេះរាប់ពីលើចុះក្រោមមកគឺជួរទី2ចុចជួរទី2នេះមកបាទតទៅចុចជួរទី2ហើយគឺចេញបែបនេះចេញទាំងបែបនេះមកមួយទៀតគឺខាងលើនេះបើយើងយក passport យកទៅទិញលិខិតឆ្លងដែនយកទៅទិញយើងចុចយើងគឺកន្លែងនេះគឺត្រូវហើយចំណុចខ្មៅលោតកន្លែង passport នេះហើយតែបើយើងយកតាញ្ញាប័ណ្ណទៅទិញយើងត្រូវចុចលើចំណុចតាញ្ញាប័ណ្ណនេះឲ្យសញ្ញាខ្មៅរត់មកលើកន្លែង ID card ហើយរវាងថ្ងៃខែឆ្នាំកំណើតវិញគឺទី1គឺឆ្នាំទី2ខែទី3ទីអញ្ចឹងដំបូងយើងដាក់ឆ្នាំឧបមាថាឥឡូវខ្ញុំសូមវាយ ID card មុនចូលមកថ្ងៃខែឆ្នាំកំណើតបើយើងប្រើលិខិតឆ្លងដែនគឺខាងមុខនេះគឺត្រូវមានអក្សរ N មួយទៀតទេ N មួយទៀតនេះបើអត់មានទេគឺបើយើងប្រើ ID card មិនបាច់វាយទេហើយថ្ងៃខែឆ្នាំកំណើតយើងត្រូវវាយមក
វាយថ្ងៃខែឆ្នាំកំណើតយើងនៅក្នុងបញ្ញាបត្ររបស់យើងហ្នឹងនឹង ID card របស់យើងដំបូងឆ្នាំតមកខែតមកទីឥឡូវខ្ញុំសូមវាយឆ្នាំតមកខែតមកទីបាទគឺគេយើងចេះទៅនិយាយអញ្ចឹងមកអ្នកនរគ្នាពេញតាមអ្នកនរគ្នាទៅតាមថ្ងៃខែឆ្នាំកំណើតថ្ងៃទីការអ្នកនរគ្នាបន្ទាប់ពីពេញរួចហើយយើងមើលកន្លែងនេះកន្លែងហាក់យើងមើលខាងស្ដាំនេះគេថា Fakin យើងចុចកន្លែងនេះ Fakin មកបាទដោយសារតែការខ្ញុំប្រឡងនោះខ្ញុំប្រឡងតែម្ដងទេគឺជាប់បានបន្ទុក120ខ្ញុំប្រឡងហ្នឹងកាលឆ្នាំ2013ថ្ងៃទី10ខែ10ទី11ឡងថ្ងៃទី2នេះគឺបែបនេះឥឡូវបើសិនជាអ្នកនរគ្នាមកថាអ្នកនរគ្នាប្រឡង2ដង3ដង4ដងធ្លាក់ដងនេះលើកទី5ឬក៏លើកទី2ឬក៏លើកទី3អញ្ចឹងអ្នកនរគ្នាថាអាចខ្លាចច្រឡំណាអ្នកនរគ្នាមើលឆ្នាំកន្លែងនេះកន្លែងគេដាក់ថានេះណាđấy xong cho view khi gần យើងមើលកន្លែងនេះមកនេះបើ2016កន្លែងនេះឆ្នាំ2016បើ2015កន្លែងនេះគេដាក់ឆ្នាំ2015កន្លែងខ្ញុំបរិយានេះអញ្ចឹងអត់អាចច្រឡំគ្នាបានទេព្រោះអីមានលំដាប់របស់វាមកតែចម្លងលើកទី1នៅខាងលើលើកទី2បន្ទាប់មកទៀតមកអត់អាចច្រឡំទេបាទហើយបន្ទុក120ការខ្ញុំប្រឡងទុកសរុបបាទមកដាក់បើជាប់គឺចេញអក្សរ Q បែបនេះគេដាក់ថា pass បើសិនជាធ្លាក់គេដាក់ថា fail គឺអក្សរដូចជាអក្សរពណ៌ក្រហមមកធ្លាក់បាទអញ្ចឹងសូមអរគុណច្រើនដែលបានទស្សនានៃការបង្ហាញរបៀបនៃការមើលបន្ទុកប្រឡង EVA Topic ហ្នឹងហើយខ្ញុំនឹងបង្កើតវីដេអូមួយទៀតរបៀបនៃការបង្កើត ID ដើម្បីឆែកឈ្មោះយើងថាទៅដល់ប្រទេសកូរ៉េនៅធ្លាក់ឈ្មោះមកនៅលាក់វីសាមកនៅអីហ្នឹងនៅពេលដែលយើងដាក់ពាក្យរួចហើយហ្នឹងឬក៏ឈ្មោះយើងគេបញ្ជូនទៅនៅហើយមួយទៀតខ្ញុំនឹងបង្កើតរបៀបនៃការស្វែងរក ID មកថាយើងបង្កើត ID អញ្ចឹងយើងคลิกអញ្ចឹងយើងអាចរកមកវិញបានដោយយើងដាក់ email យើងទៅហើយយើងអាច confirm វាបានអញ្ចឹងខ្ញុំបង្កើតវីដេអូ2ថ្មីទៀតដើម្បីបង្ហាញដល់អ្នកងាយស្រួលក្នុងការបង្កើត ID និងការស្វែងរក password របស់ ID បាទចឹងអរគុណច្រើនដែលបានទស្សនាជូនពរឲ្យមានសំណាងល្អជួបទាំងអស់គ្នាលទ្ធផលល្អទាំងអស់គ្នាអរគុណច្រើនសូមជម្រាបលា